ការប្រឡងមិនមែនជាការចំឡងប៉ុន្តែជាការធ្វើតែសមត្ថភាពក្នុងពេលដែលរៀនកន្លងមកហើយដូច្នេះសម្រាប់ពេលនេះខ្ញុំព្រះករុណាគ្រប់អង្គនិងសូមប្រាជ្ញាចិត្តថាមួយឲ្យបាននៅភាពក្លាហានក្នុងពេលបំពេញកិច្ចការពីរនិងរក្សាខ្លួនឲ្យជាប់ជួនតាមបទបញ្ជាផ្ទៃក្នុងពេលប្រឡង3និងព្យាយាមយកចិត្តទុកដាក់ពិនិត្យមើលសំណួរ4ប្រឹងប្រែងផ្ដោតចំឡាយតាមលទ្ធភាព5និងរក្សាខ្លួនក្នុងគុណតម្លៃនៃសុចរិតភាព6និងទទួលប្រាប់ដោយយកចិត្តទុកដាក់អំពីព្រះឧទ្ទេសចារ7និងរក្សាឲ្យបាននូវឧត្តមភាពក្នុងនាមជាអ្នកប្រឡងមានការឲ្យខ្លាយការងារមិនរីកចម្រើនទៅមុខមានការលួចបន្លំគឺជាការនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ